BYD បានលក់រថយន្តប្រមាណជា 100,000 គ្រឿងទៅដល់អតិថិជននៅក្នុងប្រទេសកម្ពុជាព្រមទាំងធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធស្តុកគ្រឿងបន្លាស់ក្រុមហ៊ុន BYD Cambodia បានរៀបចំនៅពិធីអបអរសាទរនិងថ្លែងអំណរគុណទៅដល់អតិថិជនជាម្ចាស់រថយន្ត 10,000 នាក់និងពិធីប្រគល់រថយន្តទី 10,000 គ្រឿងទី 10,000 គ្រឿងជូនទៅកាន់អតិថិជនរបស់ខ្លួនភាពជោគជ័យនៃការលក់រថយន្តដល់ទៅ 10,000 គ្រឿងនេះមិនត្រឹមតែជាការបង្ហាញឲ្យឃើញដោយផ្ទាល់នៅការទទួលស្គាល់ពីទីផ្សារនោះទេក៏ប៉ុន្តែក៏ជាលទ្ធផលនៃកម្លាំងស្តុកជាលទ្ធផលនៃកម្លាំងស្នូលដ៏រឹងមាំរបស់ BYD នៅក្នុងការចាក់ឫសនិងបម្រើអ្នកប្រើប្រាស់នៅក្នុងស្រុកលើគ្រប់ទម្រង់ហើយវិស័យស្នូលទាំង5គឺការផលិតនៃរោងចក្រក្នុងស្រុកការសម្របសម្រួលប្រព័ន្ធឆ្លាតវៃជាភាសាខ្មែរបណ្ដាញសេវាកម្មគ្របដណ្ដប់គ្រប់តំបន់ឃ្លាំងស្តុកគ្រឿងបន្លាស់ខ្នាតធំនិងការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងស្រុកជាដើមលោក Charlie Yang ដែលជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនបត់សម្ព័ន្ធ Harmony iCar Cambodia ក៏បានថ្លែងដែរថានៅពីក្រោយសមិទ្ធផលដ៏លេចធ្លោនេះគឺការកើតចេញពីការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់និងទំនុកចិត្តដ៏ពិតប្រាកដរបស់ម្ចាស់រថយន្តកម្ពុជារបស់ម្ចាស់រថយន្តកម្ពុជារាប់ម៉ឺននាក់ដែលហើយក៏ជាផ្លែផ្កានៃការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់និងការជំនះឧបសគ្គនានាជាជំហានរបស់ក្រុមហ៊ុននិងក្រុមការងារនៅក្នុងស្រុកទាំងអស់លោកក៏បានសង្កត់ធ្ងន់ទៀតថាការចាប់តាំងពីបានឈានជើងចូលមកកាន់ទីផ្សារកម្ពុជា BYD តែងតែប្រកាន់ភ្ជាប់នៅទស្សនវិជ្ជានៃការអភិវឌ្ឍរយៈពេលវែងដោយបោះបង់ចោលនៅគំនិតអាជីវកម្មរយៈពេលខ្លីហើយប្រកាន់ភ្ជាប់នៅការចាក់ឫសនិងការរៀបចំខ្លួនឲ្យស៊ីសង្វាក់គ្នានឹងការបម្រើប្រជាពលរដ្ឋនៅក្នុងស្រុកសូមបញ្ជាក់ផងដែរថា BYD បានចំណាយទុនវិនិយោគចំនួន$32 លានសហរដ្ឋអាមេរិកដើម្បីបង្កើតនៅរោងចក្រផលិតរថយន្តថាមពលថ្មីដំបូងបង្អស់នៅកម្ពុជាដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុហើយ BYD ក៏នឹងបន្ថែមនៅទុនវិនិយោគ$6 លានលើមជ្ឈមណ្ឌលស្តុកគ្រឿងបន្លាស់ដើម្បីជំរុញធ្វើឲ្យប្រសើរឡើងប្រព័ន្ធអេកូឡូស៊ីសេវាកម្មនៅក្នុងស្រុកផងដែរ